ទីបំផុតប៉ុស្តិ៍ទូរទស្សន៍ធំ KBS1 របស់កូរ៉េហ្នឹងគឺបានទៅដល់នឹងថតចុះផ្សាយអំពីការខូចខាតនិងការរងទុក្ខវេទនារបស់ប្រជាជនខ្មែរដោយសារតែការរំលោភបំពានរបស់ចៅសៀមបំភ្លៃពីការពិតនិងបំភ្លៃប្រវត្តិសាស្ត្រមិនចេះខ្មាស់គេអ្នកសារព័ត៌មានម្នាក់ស្រីហ្នឹងក៏បាននិយាយថាប្រជាជនខ្មែរយើងដែលនៅតាមតំបន់រងគ្រោះទាំងអស់នោះគ្រាន់តែឃើញក្រុមការងាររបស់សារទូរទស្សន៍ហ្នឹងបងប្អូនគេបោះដ្រូនចាគេបោះដ្រូនដើម្បីថតយកទស្សនវិជ្ជាពីខាងលើហ្នឹងគឺបងប្អូនប្រជាជនខ្មែរយើងនៅកន្លែងហ្នឹងគឺគាត់ភ័យខ្លាចមែនតើដោយសារតែពួកគាត់គិតថាអាដ្រូនហ្នឹងគឺជាដ្រូនទម្លាក់គ្រាប់របស់ពួកសៀមបងប្អូនអញ្ចឹងគ្រាន់តែថងចំណុចហ្នឹងគ្រាន់តែគាត់និយាយឲ្យខ្ញុំគិតហ្មងខ្ញុំគិតថាចេះសម័យរូបភាពចាញ់ហ្មងមិនដឹងថាពួកគាត់នៅនឹងគាត់រងគ្រោះប៉ុណ្ណាគាត់ពិបាកប៉ុណ្ណារស់នៅទាំងការភ័យខ្លាចជាមួយនឹងការទម្លាក់គ្រាប់តែការឈ្លានពានរបស់ពួកសៀមណាគាត់តែគាត់ឃើញដ្រូនដែលក្រុមសារព័ត៌មានហ្នឹងគេបោះដើម្បីថតយកទស្សនវិជ្ជាពីខាងលើហ្នឹងបងប្អូនពួកគាត់មកគ្នាភ័យខ្លាចហ្មងចាមកគ្នាភ័យខ្លាចហើយគិតថាដ្រូនហ្នឹងគឺជាដ្រូនរបស់ពួកសៀមដែលវាទម្លាក់គ្រាប់មកបងប្អូននិយាយទៀតថាការដែលគាត់ទៅយកព័ត៌មានទាំងអស់ហ្នឹងគឺដោយសារតែមានតែការផ្សាយអំពីការខូចខាតខាងសៀមចំណែកខ្មែរយើងគឺមិនមានចុះផ្សាយអីទេក៏ទៅពួកសៀមខូចណាបងប្អូនវាហៅសារទូទស្សន៍ឬមួយក៏អ្នកសារព័ត៌មានអីគ្រប់កន្លែងទាំងអស់យកមកចុះផ្សាយអំពីពួកវាខូចខាតអីចឹងណាហើយពួកវាតម្លាក់មកខ្មែរណាពួកវាថាខ្មែរយើងនឹងជាអ្នកឈ្លានពានវាមុនជាអ្នកបង្កចំនួនមុនជាអ្នកផ្ទុះអាវុធមុនសង្គ្រាមនឹងតែពិតវាមិនចង់មានទេប៉ុន្តែខ្មែរយើងជាអ្នកបាញ់បោះទៅវាមុនណាហើយខ្មែរយើងតម្លាក់គ្រាប់តម្លាក់អីណាស្ទើរមានគ្រាប់បែកមានអីណាតម្លាក់ទៅលើដីវាចុយម៉ែពួកនេះបកកែបណ្ឌិតរឿងហ្មងណាយល់អត់បងប្អូនដោយសារតែពួកវាប៉ុនសំដែងវាសំដែងឡើងល្អបងប្អូនហើយវាសំដែងចូលគ្នាណាបងប្អូនណានិយាយពីថាទឹកភ្នែកទឹកសម្បោហើយដល់ពេលចឹងសារព័ត៌មានគេមិនជឿគេជឿដោយសារតែគេមិនទាន់បានចុះមកដល់ខ្មែរយើងបងប្អូនតែដល់ពេលឥឡូវគេចុះមកដល់ខ្មែរយើងហើយគឺគាត់បានថតបង្ហាញពីការខូចខាតផ្ទះសម្បែងវត្តអារាមសាលារៀនមណ្ឌលសុខភាពនិងរបងលួចនិងរបងលួចបន្លាដែរខាងពួកវានឹងនាំគ្នាពាត់រំលោភយកដីប្រជាជនខ្មែរយើងបងប្អូនចានៅតំបន់អូ3ជាប់ប្រទេសមានជ័យយើងហ្នឹងគ្រាន់តែគេឃើញហើយគេនាំគ្នាហួសចិត្តគ្រប់គ្នាគេនាំគ្នាសង្កត់ថាគក់ធុងមកដែលចាញ់បោកពួកអាសៀមនឹងដែលឲ្យពួកអាសៀមនឹងនិយាយបោកបានណានិយាយបោកឲ្យឡើងពួកគាត់គិតថាខ្មែរយើងនឹងហេតុអីគាត់ក្រក់ម៉េះហេតុអីទៅចូលឈ្លានពានគេអីចឹងណាចុងក្រោយគេមកផ្ដិតយកទស្សនវិជ្ជាហ្នឹងការខូចខាតផ្ទះសម្បែងធ្ងន់ជាងគេហ្នឹងគឺភាសាព្រះវិហារដែលពួកវាតម្លាក់គ្រាប់មកឲ្យភាសាព្រះវិហារពួកវានិយាយថាវាចង់បានណាស្រឡាញ់ណាប៉ុន្តែវាចង់បានណាស្រឡាញ់ណាវាបែរជានាំគ្នាតម្លាក់គ្រាប់មកបំផ្លាញរបស់ដែលវាចង់បានរបស់ដែលវាស្រឡាញ់បងប្អូនមើលថងចំណុចដែលវាបំផ្លៃហ្នឹងប៉ុណ្ណឹងធ្វើឲ្យខាងកូរ៉េហ្នឹងគឺដឹងពីសន្តានរបស់វាថាពួកវាហ្នឹងបកកែបំផ្លៃបកកែអង្គុយកន្លែងរឿងបកកែសម្ដែងបងប្អូនដឹងស្រាប់ហើយអ្នកដែលមើលរឿងសៀមគឺមើលជក់ណាដែលសារតែពួកវាបកកែសម្ដែងពួកវាបកកែចូលតួដូចមែនតែនអញ្ចឹងសារព័ត៌មានកូរ៉េគ្រាន់តែគេឃើញអញ្ចឹងគេថាគេមានការសោកស្ដាយខ្លាំងណាស់ហើយគេរបៀបថាគេនិយាយអារបៀបថាគេចង់សុំទោសយើងគេអីដែលគេយល់ច្រឡំមកលើយើងចឹងណាបងប្អូនចាផុសបំភ្លៃអីពីយើងចឹងសង្ឃឹមថាព័ត៌មានមួយនេះនឹងជួយបំភ្លឺនិងផ្លាស់ប្ដូរគំនិតរបស់មនុស្សមួយចំនួនដែលចោទប្រកាន់និងរើសអើងមកលើខ្មែរយើងប្រជាជនកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមទេហើយមានពិធីកសៀមវត្តឆ្កែមួយនេះបងប្អូនវានិយាយថាកើតជាឆ្កែនៅប្រទេសថៃសំណាងល្អជាងកើតជាមនុស្សនៅក្នុងប្រទេសខ្លះហ្នឹងវាចង់និយាយប្រទេសខ្មែរបងប្អូនប៉ុន្តែវាអត់និយាយចំវានិយាយប្រទេសខ្លះហ្មងវានិយាយថាអញ្ចេះកើតជាឆ្កែនៅប្រទេសថៃសំណាងល្អជាងកើតជាមនុស្សនៅក្នុងប្រទេសខ្លះហើយដល់ពេលហើយបើវងកញ្ចក់ហ្នឹងខ្មែរហ្មងហ្នឹងទៅពួកអាសៀមនេះវាចម្លែកបងប្អូនអស់ពីយកទងជាតិប្រទេសខ្លួនឯងយកទៅដោតលើឡានដឹកលិមួកលើឡានដឹកកាកសំណល់ឥឡូវហ្នឹងវាប្រៀបធៀបខ្លួនឯងប្រៀបធៀបប្រទេសខ្លួនឯងហ្នឹងទៅជាមួយនឹងឆ្កែហ្នឹងហើយទៅជាមួយនឹងឆ្កែហើយវាថាវាសុកចិត្តកើតជាឆ្កែនៅក្នុងប្រទេសថៃតែវាមិនមកកើតជាមនុស្សនៅក្នុងប្រទេសខ្មែរទេវានិយាយចឹងណាថ្ងៃឆ្កែនៅតែឆ្កែហ្នឹងហើយថ្ងៃបាច់ប្រាប់គេថាថ្ងៃឆ្កែទេព្រោះគេដឹងថាពួកថ្ងៃហ្នឹងស្ទើរសន្តានឆ្កែកើតនៅក្នុងប្រទេសថៃឯងប្រទេសថៃគ្មានមួយណាដែលស្ទើរមនុស្សទេចរិតដូចឆ្កែណាថ្ងៃដែលថ្ងៃចេះនិយាយកន្លោះពាក្យសម្ដីតន់ថ្ងៃសុកចិត្តប្រៀបធៀបប្រជាជនថ្ងៃប្រទេសថ្ងៃទៅជាមួយនឹងឆ្កែប៉ុន្តែថ្ងៃប្រៀបធៀបប្រជាជនខ្មែរមកជាមួយនឹងមនុស្សថ្ងៃល្អថ្ងៃនិយាយថងចំណុចហ្នឹងអញគ្រប់ត្រនេះអញតំឃើញថ្ងៃមួយថ្ងៃនិយាយល្អនេះថ្ងៃនិយាយល្អជាងថាដឹកនាំថ្ងៃទៀតថ្ងៃចេះដឹងមួយណាឆ្កែមួយណាមនុស្សពួកថៃពួកសៀមហ្នឹងដឹងពួកវាឆ្កែឯងអន់ជាងដេរឆានអន់ជាងឆ្កែទៀតអញ្ចឹងបើប្រៀបធៀបជាមួយនឹងឆ្កែក៏វាមិនសូវត្រូវដែរប៉ុន្តែមនុស្សពួកវានេះមិនដឹងថាប្រៀបធៀបជាមួយនឹងអីបងប្អូនប៉ុន្តែយើងដឹងតែមនុស្សហើយយើងប្រៀបធៀបជាមួយនឹងអ្វីដែលល្អខ្ញុំតែមិនឃើញពួកថៃមួយបងប្អូនចាប់ពួកវាចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងរបស់ដេរឆានណាដូចពួកសត្វដូចពួកអីនិយាយទៅសាហាវហ្មងពួកវាឥឡូវពួកថៃវាកំពុងតែយករូបពុទ្ធបដិមាដែលយើងបានតម្កល់នៅក្នុងពលានយន្តហោះថ្មីហ្នឹងវាយកទៅកាត់តមុខចាញ់មកអញដូចពូជពងរាជវង្សស្ដេចថៃចឹងអូយស្មាទោសអត់ចង់និយាយប្រៀបធៀបទេប៉ុន្តែមុខវាដូចពេកបងប្អូនវាកាត់តឲ្យមុខដូចស្ដេចវាហ្មងហ្នឹងអញអត់ចង់និយាយទេប៉ុន្តែឥឡូវអញវាធ្លុយមាត់និយាយហើយវាចំណែនយើងដែលពលានយន្តហោះរបស់យើងហ្នឹងគឺមានអ្នកចូលរួមទស្សនាក៏ដូចជាចូលរួមអបអរសាទរមិនថាបងប្អូនទាំងនៅក្នុងស្រុកនិងក្រៅស្រុកហើយគេនាំព្រាមមកប្រមូលមកអីឡើងពេញហ្នឹងអញ្ចឹងពួកវាមិនក្តៅក្រហាយពួកវាអត់មានចូលចិត្តឬមួយក៏សប្បាយចិត្តនឹងយើងទទួលបានសមិទ្ធផលថ្មីទេបងប្អូនចាអញ្ចឹងពួកវាខំប្រឹងរហូតដឹកហើយបងប្អូនអត់ដែរឃើញមុខពុជពងរាជវង្សស្ដេចចាមើលតើប្រភពរបស់ពុទ្ធបដិមាហ្នឹងទៅដឹងហើយបងប្អូនចាព្រោះដោយសារតើវាកាត់តចេញមកមុនដំបូងខ្ញុំស្មានតើវាយកពុំមុខរបស់ស្ដេចថៃពុជពងរាជ
វងស្ដាច់យកមកកាត់តតែបងប្អូននិយាយពីថាដូចគ្មានខុសអីមិនតិចទេចាហើយបងប្អូនតើមើលរូបពុទ្ធបដិមានៅក្នុងវត្តវាមួយប្រភពចេញមកអញ្ចឹងអត់មានស្អាតដូចយើងទេបងប្អូននេះព្រះភ័ក្ត្ររបស់ព្រះពុទ្ធនៅក្នុងពលានយន្តហោះរបស់យើងគឺស្អាតហើយផ្លឹងបែបហ្នឹងបងប្អូនចាអញ្ចឹងកុំឲ្យយល់ច្រឡំណាកុំយល់ច្រឡំថាប្រភ័ក្ត្រមុខដូចស្ដេចថៃអីបងភ័ក្ត្រចាញ់មកអញញឹមមិនតិចសតុនហើយចាញ់មកគឺអ្នកមានបុណ្យហ្មងបងប្អូនចាអញសួរពួកឯងមួយទៀតហែងជឿប្រពុតណាហែងមានជំនឿពួកឯងជឿខ្លាំងណាស់រឿងជំនឿហើយរឿងបុណ្យបាបហ្នឹងក៏ពួកវាជឿខ្លាំងណាស់ដែរប៉ុន្តែហែងយករូបប្រពុតយកមកកាត់តអញ្ចឹងអាខ្លាចបាបទេអាខ្លាចនរកទេអីណាវាចំណែនយើងគ្រប់សពហ្មងបងប្អូនហើយវាគិតថាវាធ្វើហ្នឹងវាចំណេញអីអត់មានចំណេញស្អីទេហ្នឹងហើយគ្រាន់តែគេឃើញហ្នឹងចង់និយាយថាឃើញអត់ឥឡូវគ្រាន់តែខ្ញុំឃើញខ្ញុំយកមកប្រៀបធៀបបានមួយមានចំណេញស្អីបងប្អូនគិតមើលមកថាវាធ្វើឲ្យវាចំណេញអាហ្នឹងចាំធ្វើតែបើធ្វើឲ្យអត់ចំណេញទៅធ្វើទៅអីរូបកាត់តចេញមកដូចយកពុំមុខស្ដេចថៃយកមកដាក់ហ្នឹងខ្ញុំស្មានតែវាយករូបស្ដេចថៃយកមកដាក់តែដល់ពេលមើលយូរទៅអូតាមប៉ាត់រូបពុទ្ធបដិមាវាកាត់តសោះ